វីដេអូនេះជាដំណើរកំសាន្តឆ្លងប្រទេសអត់ជាយន្តហោះលើកទី1ហើយដំណើរកំសាន្តនេះមានទិសដៅចេញពីភ្នំពេញទៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមមធ្យោបាយធ្វើដំណើររបស់យើងគឺជិះឡានក្រុងម៉ោង 5 ព្រឹកពួកខ្ញុំក៏ជុំគ្នានៅម្ដុំច្បារអំពៅដើម្បីចាំឡានក្រុងសាច់គេងបាន2ម៉ោងម្សៅជ្រុះជាមួយមុខណាគេងើបរហូតហាត់ប្រាណម៉ោង 5 ភ្លឺម៉ោង 4 អីរត់ងាប់ហើយណាក់មកអូអាចថតឲ្យស្អាតបានលឺឲ្យសម្ដីមាសរបស់សម្បត្តិសុកតែមិនអីទេរឿងចឹងសាច់គេមិនសូវម៉ានទេណាស់តែសាច់ឯងអញ្ចឹងអាការធៀមខ្លួននេះវាធម្មតាតួខ្ញុំជាយន្តហោះក៏ខ្ញុំធ្វើអញ្ចឹងដែរពួកអីចង់ឲ្យខ្លួនឯងទៅដល់សុកគេស្អាតហ្មងតែផាត់មកមិនទាន់ហើយផងឡានក្រុងមកដល់បាត់អញ្ចឹងមានតែផាត់តនៅលើឡានហើយនេះជាឡានដែលខ្ញុំជិះពីទីក្រុងភ្នំពេញដល់ទីក្រុងហូជីមិញហ្មងស្តៀងយើងជិះទៅតាមខេត្តយើងដែរជិះមកសតុបភ្លឺបាត់ញាក់មកមុខហើមភ្នែកស្លាក់ប៉ុន្តែយើងត្រូវតកា make up របស់យើងថែម mascara បន្តិចថែមក្រែមបន្តិចអីអញ្ចឹងណាហើយដូចនិយាយសាច់គេង2ម៉ោងអញ្ចឹងញ៉ាំអីអត់ចូលទេសម្បត្តិគេដាក់នំប៉័ងចូលជិះមកស្ទុះទៀតក៏មកដល់កន្លែងវាយ passport ដំបូងខ្ញុំឆ្ងល់ហើយគេធ្វើគេខ្លះដូចយើងជាយន្តហោះអត់ស្តៀងគ្នាអ្នកនរគ្នាក៏អត់ strict ខ្លាំងអត់មាន scan valley scan អីទេហើយខ្ញុំណេះគឺវែងឡានហ្មងអេមែនទេភ្ញាក់ពីដេកអត់តន់ស្វាងខួរអត់សូវដើរយកមីមទៅទេហើយទីបំផុតយើងក៏មកដល់ទីក្រុងហូជីមិញសប្បាយចិត្តមែនតើព្រោះអីជិះឡើង5ម៉ោងអីដែរអញ្ចឹងយើងក៏ចាំយូរដែរសូតទៅកន្លែងដាក់អីវ៉ាន់ហើយចេញមកញ៉ាំអីដូរកៅញ៉ាំអីអញ្ចឹងណាព្រោះអីតាំងព្រឹកមកគឺពួកខ្ញុំអត់បានញ៉ាំអីទេហើយទ្រីបនេះខ្ញុំអត់បានរៀបទេគឺបងដែលគាត់មកមួយហ្នឹងគាត់អ្នកហើកន្លែងញ៉ាំកន្លែងអីអញ្ចឹងណាមកដល់ម្ហូបទី1របស់ខ្ញុំនៅវៀតណាមនេះឈ្មោះបាញ់អីគេទេខ្ញុំសួរគ្នាខ្ញុំភ្លេចហ្មងខ្ញុំអត់ដឹងម្ហូបអីនេះប៉ុន្តែអ្នកត្រឡប់ទៅវៀតណាមហើយស្គាល់ហើយម្ចាស់ហាងគាត់បរៀនពួកខ្ញុំពីរបៀបញ៉ាំដ៏ត្រឹមត្រូវហើយមើលទៅដូចអត់សូវស្រួលទេតែពេលមកវិចខ្លួនឯងពិតជាអត់ស្រួលមែនតែខ្ញុំមានគិតច្រើននេះមើលទឹកមុខក៏ដឹងតែឃ្លានដែរណាមួយគិតថាចុងក្រោយក៏ចូលមាត់ទាំងអស់ដដែលអញ្ចឹងឆិនឆៃសិនហើយមូលចុះមូលឡើងមូលបដោមូលរបស់គេហ្មងរបស់គេល្វែងខ្ញុំមូលយកហ្មងតែញ៉ាំសិនហើយមួយម៉ាត់ដំបូងហ្នឹងគឺពិតជាឆ្ងាញ់មែនកលេចមកមើលសម្បត្តិវិញចាគឺថាវិចមិនចាប់មិនហើយតែម្ដងចាអូខ្ញុំមិនដិតខ្លាំងហើយពេលខ្ញុំមើលវីដេអូឡើងវិញខ្ញុំញ៉ាំបាន2ម៉ាត់ហើយណាក៏អត់តបានមួយឯនៅទៅមកគេចង់ឲ្យដូចមិនចាស់ហាងងដល់ហើយអត់កើតទេខ្ចប់ដៃដដែលហើយមើលទឹកមុខមិនដឹងឃ្លានប៉ុណ្ណាសម្រាប់របស់ដែលខ្ញុំកំពុងញ៉ាំនេះគឺគេវិចនំកគេចាក់វាចំហុយនំហ្នឹងស្ដើងដូចប្រទេសអីមួយអញ្ចឹងហើយគេវិចជាមួយសាច់ហើយសាច់គេមានច្រើនប្រភេទដែរមាន hot dog មានណែមហើយគេខ្ចប់ជាមួយបន្លែដែរមានតសក់មានស្វាយមានជីមានអីជ្រលក់ជាមួយទៅជ្រលក់គេគឺចាប់ជាតិហ្មងឆ្ងាញ់ប្លែកខ្ញុំហ៊ាននិយាយថាប្លែកហើយម្ហូបនេះខ្ញុំឲ្យ7លើ10មើលទឹកមុខសម្បត្តិអូយ finally បានញ៉ាំហើយឆ្ងាញ់និយាយទៅឆ្ងាញ់ញ៉ាំអស់ហើយបាទពេជ្របានស្អាតបន្ទាប់ពីញ៉ាំហើយយើងក៏នាំគ្នាដើរទៀតដើរមើលទីក្រុងដូចខ្ញុំធ្លាប់ប្រាប់ក្នុងវីដេអូមុនអញ្ចឹងខ្ញុំចូលចិត្តដើរលេងនៅក្នុងទីក្រុងហើយមើលស្ថាបត្យកម្មសំណង់របស់គេហើយពេលយើងដើរលេងដើម្បីចំណាយតិចដើរទៅអ្នកនរគ្នាកុំសូវជិះពេកដូចពួកខ្ញុំដើរច្រើនគីឡូមួយថ្ងៃឃើញដើរផងរត់ផងនឹងដោយសារតែបំណងពួកខ្ញុំគឺដើរមើលអញ្ចឹងបើយើងជិះគឺយើងខាតយកសូវបានឃើញអីផ្សេងទេពួកខ្ញុំដើរពីមួយកន្លែងទៅមួយកន្លែងអញ្ចឹងទៅខ្ញុំបានមើលទេសភាពច្រើនចង់ថតអីចឹងថតមកអត់ចាំបាច់ឈប់ឡានកន្លែងនេះគឺយើងសាកមកញ៉ាំរបស់គេលីលក់តាមផ្លូវតែរសជាតិស្តៀងតែយើងញ៉ាំនៅខ្មែរដោយសារខ្មែរយើងយកអំបិលពីនឹងទៅលក់ដែរអញ្ចឹងរសជាតិស្តៀងគ្នាតែដែលសំខាន់ខ្ញុំចង់ប្រាប់ដល់អ្នកថាមើលវីដេអូខ្ញុំបើចង់ទៅទីតាំងដែលខ្ញុំទៅនឹង screenshot ហើយយកទៅ search ទៅព្រោះខ្ញុំភ្លេចឈ្មោះអស់ហើយខ្ញុំបានដាក់ទីតាំងឲ្យទេតែខ្ញុំមកគឺមកតាម TikTok ដែរទេគ្រាន់តែ search ថា Ho Chi Minh City ទៅចេញមកកន្លែងដែលគេ recommend ឲ្យយើងមកលេងមក Ho Chi Minh នេះគឺមកកន្លែងដែលគេល្បីហ្មងព្រោះដោយសារនៅនេះអាកន្លែងទេសចរឲ្យ local នោះវាសូវខុសដាច់គ្នាខ្លាំងណាអញ្ចឹងយើងក៏មកសាកកន្លែងហ្នឹងឲ្យហើយហ្មងទៅពេលខ្ញុំកាត់វីដេអូនេះបានដឹងថាមកល្ងាចដែលខ្ញុំមកដល់ Ho Chi Minh នេះគឺខ្ញុំទៅច្រើនកន្លែងមែនតើឥឡូវគឺខ្ញុំកំពុងតែទៅកន្លែង cafe apartment ដែលគេល្បីទៀតហើយគឺគេចូលចិត្តទៅកន្លែងហ្នឹងថតរូបតែចៃដន្យពេលដែលខ្ញុំទៅហ្នឹងគឺថាឆាកប៉ុណ្ណាណីនៅពីមុខ apartment ហ្នឹងមកមានអីទៀតបានធំវីដេអូពីចង្ងាយនឹងឯងហើយទៅហ្នឹងភ្លៀងទៀតត្រូវរកកន្លែងឈរអញ្ចឹងយើងក៏មកញ៉ាំអីប៉ប៉តាមផ្លូវអញ្ចឹងទៅពេលឆោកហ្នឹងក៏ប៉ិតខ្ញុំចូលផ្សារទំនើបទិញអីវ៉ាន់នេះទេប៉ុន្តែហូឡៃក៏ឆ្លៀតមកញ៉ាំអីនៅតាមចាំផ្លូវហ្នឹងទៅចង់សាករសជាតិណានំនេះខ្ញុំអត់ស្គាល់ឈ្មោះទៀតទេតែខ្ញុំឃើញនៅខ្មែរក៏មានលក់ដែរតែរសជាតិនេះខ្ញុំសាកនៅនេះគឺឆ្ងាញ់មួយបែបប្លែកហ្មងហើយតែក្រូចឆ្មានៅតាមផ្លូវដែលគេលក់អីហ្នឹងក៏ឆ្ងាញ់មួយបែបប្លែករបស់គេដែរទៅបាញ់ក្រាំងនឿងហើយមកល្ងាចនេះគឺសូមចាប់ធំហ្នឹងហើយបងប្អូនព្រោះពេលហ្នឹងគឺខ្ញុំទៅផ្ទះដូរកៅអៅដើម្បីចេញមកញ៉ាំអីប៉ុន្តែវីដេអូវែងពេកអញ្ចឹងវីដេអូញ៉ាំអីពេលល្ងាចហ្នឹងចាំជួបគ្នានៅវីដេអូក្រោយតែវីដេអូ highlight ថ្ងៃទី2ពេលល្ងាចហើយនឹងវីដេអូថ្ងៃទី3បានចេញហើយអាចទៅមើលបានជួបគ្នានៅវីដេអូក្រោយ